ព្រមសួរបងប្អូនដល់គ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសារជាថ្មីនៅក្នុងវីដេអូនេះដែរខ្ញុំចែកម្លែកបងប្អូនពីទម្លាប់ទាំង3ដែលយើងធ្វើនៅពេលព្រឹកជារឿងរាល់ព្រឹកនិង3ទៀតបងប្អូនត្រូវតែជៀសវាងនៅពេលយប់នឹងធ្វើឲ្យបងប្អូននឹងក្មេងជាងវ័យអញ្ចឹងណាយ៉ាងពាក់ព័ន្ធនឹងការរស់នៅដោយការមានសុខភាពល្អសម្រស់ក្មេងជាងវ័យបងប្អូនត្រូវតែប្រកាន់ភ្ជាប់អនុវត្តឲ្យបាន3ចំណុចនេះជារឿងរាល់ព្រឹកហើយជាឲ្យឆ្ងាយបាទ3ចំណុចទៀតនៅពេលយប់ណាជារឿងរាល់យប់អញ្ចឹងមុននឹងខ្ញុំបង្ហាញសូមឲ្យបងប្អូនជួយចុច like subscribe និងសញ្ញារូបកណ្ដឹងមួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតដែលខ្ញុំអាប់ឡូតលើក្រោយណាបងប្អូនទទួលបានមុនគេអញ្ចឹងអរគុណច្រើនបងប្អូនហើយចំណុចទី1បងប្អូនត្រូវតែបន្តបង់នៅពេលព្រឹកណាយើងហៅបត់ជើងធំហ្នឹងបងប្អូនត្រូវតែមានចលនាពោះវៀនពោលគឺការបន្តបង់ជារៀងរាល់ព្រឹកទៅព្រោះក្រោយពីយើងគេងអស់រយៈពេលជាច្រើនម៉ោងដល់បញ្ចេញបងប្អូនត្រូវតែបញ្ចេញជាតិពុលចេញបាទពីរាងកាយតាមរយៈការបន្តបង់នោះហើយសម្រាប់អ្នកដែលមិនមានទម្លាប់ក្នុងការបន្តបង់ឲ្យបានទៀងទាត់នៅពេលព្រឹកណាគឺងាយនឹងជួបបញ្ហាទល់លាមកជាញឹកញាប់ណាហើយមួយទៀតចំណុចទី2គឺបងប្អូនត្រូវតែទទួលទានទឹកនៅពេលព្រឹកបងប្អូនគួរតែផឹកទឹកឲ្យបានយ៉ាងហោចណាស់ឲ្យបានមួយកែវឲ្យបានទៀងទាត់រៀងរាល់ព្រឹកដើម្បីជំរុញចលនាឈាមឲ្យដំណើរការល្អណាជាងនេះក៏វាជួយដល់ការទល់លាមកផងដែរតែចាំបងប្អូនគួរតែដុសធ្មេញឲ្យសិនចាំទទួលទានការពារកុំឲ្យមានពពុះបាក់តេរីអីចូលទៅក្នុងខ្លួនរបស់យើងណាមួយទៀតគឺចំណុចទី3បងប្អូនត្រូវតែទទួលទានអាហារពេលព្រឹកឲ្យបានទៀងទាត់ហើយបងប្អូនមិនគួរមិនបរិភោគអាហារពេលព្រឹកដើម្បីចង់សម្រកទម្ងន់ជាការគិតខុសយ៉ាងធ្ងន់ធ្ងរឯបាទការដែលបងប្អូនរំលងអាហារពេលព្រឹកវាងាយនឹងធ្វើឲ្យយើងកើតជំងឺគ្រោះក្នុងតម្រងនោមថាទៀតណាបងប្អូនហើយធ្វើឲ្យយើងមិនមានកម្លាំងក្នុងរយៈពេលមួយថ្ងៃនឹងពេញទេចឹងអាហារពេលព្រឹកនេះសំខាន់ណាបងប្អូនហើយ3ចំណុចទៀតគឺបងប្អូនត្រូវតែជៀសវាងនៅពេលយប់ទី1គឺបងប្អូនមិនគួរចូលគេងយប់ជ្រៅពេកទេបងប្អូនចូលគេងពីព្រលប់បាទត្រឡប់ចូលគេងពីព្រលប់ឲ្យបានមុនម៉ោង11យប់គឺល្អបំផុតហើយឬក៏អាចបងប្អូនត្រឹមម៉ោង10បាទម៉ោង10យប់ល្អបាទដោយសារពេលវេលានេះគឺមិនប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្តបញ្ហាផ្លូវការនឹងការកើនឡើងទម្ងន់អ្វីឡើយប៉ុន្តែបើទម្លាប់គេងយប់ពេកអាចម៉ោង12ម៉ោង1យប់ឬក៏ម៉ោង2យប់វានឹងងាយឲ្យបងប្អូននឹងជួបបញ្ហាជាច្រើនណាដូចជាការគេងមិនស្កប់ឬក៏ក្រោកពេលព្រឹកនឹងមិនឆ្អែតអីឬក៏លហិតលហៃធ្វើឲ្យសុខភាពយើងវាទ្រុឌទ្រោមទៅតាមហ្នឹងណាបងប្អូនហើយចំណុចទី2បងប្អូនមិនត្រូវមើលទូរទស្សន៍ឬក៏ទូរស័ព្ទមុនពេលចូលគេងទេនៅពេលដែលយើងគេងគួរតែទទួលអារម្មណ៍ឲ្យបានល្អបំផុតអញ្ចឹងបើមុនពេលចូលគេងគូក្បាលយើងកំពុងរវល់ខ្លាំងជាមួយនឹងទូរទស្សន៍ឬក៏ទូរស័ព្ទហើយគឺបងប្អូនមិនបានគេងឲ្យបានស្កប់ឡើយបងប្អូនហើយវាងាយនឹងផលប៉ះពាល់ទៅដល់សម្រស់អីយើងខ្លាំងណាហើយពាក់ព័ន្ធជាមួយនឹងមើលទូរស័ព្ទនេះដែរបងប្អូនមិនថាខ្ញុំថាគេទេគឺដឹងតែទាញទូរស័ព្ទមកមើលហើយប៉ុន្តែបងប្អូនគួរតែមើលឲ្យបងប្អូនដាក់ទូរស័ព្ទឲ្យបានឆ្ងាយអត់ណាក៏2ម៉ែត្របាទឬក៏បងប្អូនដាក់មានក្រែក្បាលនេះអីដាក់លើតុលើអីឆ្ងាយពីក្បាលទំនេររបស់យើងណាបាទអានោះវាការពារខួរក្បាលយើងបើយើងដាក់នៅចិត្តយើងដេកក្រុមខ្នើយដាក់អីចឹងវាហានិភ័យបញ្ហាខួរក្បាលណាបងប្អូនហើយចំណុចទី3គឺបងប្អូនមិនត្រូវបរិភោគអាហារឆ្អែតពេកទេនៅពេលយប់បងប្អូនទទួលទានអាហារដែលមានកាឡូរីទាបពោលគឺទទួលទានត្រឹមតែ70%នៃអាហារពេលព្រឹកឬក៏ពេលថ្ងៃបានហើយព្រោះអំឡុងពេលនោះគឺងាយនឹងឡើងទម្ងន់ឬក៏ប៉ះពាល់ដល់ដំណេកបើបងប្អូនទទួលទានវាឆ្អែតពេកណាមុនពេលចូលគេងបងប្អូនគួរតែទទួលទានទឹកក្តៅអ៊ុនមួយកែវ
ដើម្បីជួយទៅដល់ប្រព័ន្ធរំលាយអាហារឲ្យវាដំណើរការល្អនៅពេលយប់ណាហើយបញ្ជាការស្រេកទឹកបាទវាកាត់បន្ថយការស្រេកទឹកនៅពេលយប់ពាក់កណ្ដាលយប់អត្រាតអីចឹងណាបាទវារំខានទៅដល់ដំណេករបស់យើងណាបងប្អូនចឹងអរគុណច្រើនបងប្អូនវីដេអូខ្ញុំមានប៉ុណ្ណឹងទេសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំបង្ហាញពីទម្លាប់ទាំង3នៅយើងនៅពេលព្រឹកឬក៏ជៀសវាងទម្លាប់ទាំង3ទៀតនៅពេលយប់តែខ្ញុំបង្ហាញមកនេះសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំអញ្ចឹងអរគុណច្រើនបងប្អូនបាទយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត